ខ្ញុំទំហល់ឃើញមកកន្លែងនេះដែលជាប្រភេទ buffet នំប៉ាវជាមួយនឹងគៀវនិយាយទៅប្លែកហ្មងហើយសំខាន់គឺ buffet នៅខាងគាត់ហ្នឹងគឺញ៉ាំអត់កំណត់ម៉ោងទេមានតាំងពីសាឡុងប៉ាវគៀវស្នូកញ្ឆាយហើយបើមួយទៀតនោះគឺនំប៉ាវសាសៀវបើមួយនេះក៏ប្លែកដែរគឺជាកាទៀវរំចាក់ខ្វៃមែនតែប៉ុណ្្នឹងណាគឺទាំងអស់ហ្មងមាន20មុខសម្រាប់ buffet ហ្នឹងគេមានតាមម៉ោងដែរអញ្ចឹងគឺមានចាប់ពីម៉ោង2ដល់ម៉ោង5ពីថ្ងៃច័ន្ទដល់ថ្ងៃផុសហើយបើតម្លៃវិញគឺម្នាក់15រៀលសម្រាប់ទីតាំងវិញក៏អត់មាននរណាឆ្ងាយដែរគឺនៅក្នុង Eden ហ្នឹងហ្មងនៅម្ដុំបឹងកក់ខាងរបស់គាត់ហ្នឹងគឺឈ្មោះ Royal Dim Sum និយាយទៅក៏បានដល់ Starbucks ហ្មងទៅដល់ឃើញហាងរបស់គាត់ដែរគឺហាងរបស់ក្រហមហ្នឹងហ្មងនៅពីមុខហាងហ្នឹងគឺគាត់មានដាក់ផ្លាក buffet នេះនៅហាងរបស់គាត់ហ្នឹងគឺមានពីរបែបបាទមួយទៀតគឺម្ហូបកំងមួយទៀតគឺជា buffet គ្រាន់តែ buffet នៅខាងគាត់ហ្នឹងគឺមានចាប់ពីម៉ោង2ដល់ម៉ោង5កាលពីម៉ោងហ្នឹងគឺគាត់លក់ម្ហូបកំងធម្មតាអញ្ចឹងការខ្ញុំទៅហ្នឹងគឺទៅចង់មក buffet ហ្មងដល់ពេលអញ្ចឹងក៏ញ៉ាំ buffet ហ្មងទៅបាទទាំងអស់20មុខចង់កំងមួយណាក៏បានដែរសំខាន់គឺឲ្យតែញ៉ាំអស់ចង់បានប្រភេទគៀវក៏បាននំប៉ាវក៏បានដែរបាទគៀវមានតាំងពី dim sum ហាកៅសាឡុងប៉ាវយទៅមានច្រើនបាទនំប៉ាវវិញមានតាំងពីនំប៉ាវស្នូលពងទាប្រៃនំប៉ាវសាសៀវនំប៉ាវស្នូលត្រែបាទមួយទៀតនោះគឺនំប៉ាវជាស្នូលសាច់ជ្រូកនិយាយទៅមើលតំណហ្មងហើយសំខាន់រសជាតិក៏ឆ្ងាញ់ដែរគឺគាត់ដាក់ឲ្យនៅក្តៅៗហើយថ្មីៗឲ្យហ្មងការខ្ញុំទៅនឹងគឺទៅគ្នាពីរនាក់ដល់ពេលអញ្ចឹងទៅហៅហ៊ីងច្រើនដែរបើទៅញ៉ាំគឺកុំភ្លេចសាក់គៀវនៅខាងគាត់ផងនិយាយទៅរសជាតិឆ្ងាញ់មែនជាពិសេសហ្មងគឺសៀមមួយហាកៅបាទនំប៉ាវវិញគឺខ្ញុំឌីកុំនំប៉ាវស្នូលពងទាប្រៃហាមួយទៀតនឹងគឺជានំប៉ាវសាសៀវបាទចុងក្រោយគេនេះវិញគឺជាកាទៀវរំចាក់ខ្វៃរសជាតិក៏ឆ្ងាញ់ដែរ